ការជ្រើសរើសទីតាំងនិងទំហំតាមប្រភេទសត្វជ្រូកការសាងសង់ទ្រុងគួរពិចារណាទៅលើកត្តាមួយចំនួនដូចខាងក្រោមទី1ហ្នឹងគឺជ្រូកអាចជៀសផុតពីពន្លឺព្រះអាទិត្យកម្ដៅនិងទឹកភ្លៀងទី2ហ្នឹងទ្រុងជ្រូកត្រូវមានខ្យល់ចេញចូលបានល្អនិងមានទីធ្លាគ្រប់គ្រាន់ទី3វិញហ្នឹងគឺទ្រុងគួរតែរៀបចំឲ្យមានស្នុកទឹកស្នុកចំណីនិងដើម្បីកុំឲ្យមានកាកសំណល់ចំណែកឯចំណុចទី4ហ្នឹងគឺទ្រុងគួរតែមានតម្លៃថោកតាមអ្វីដែលយើងអាចធ្វើបានហើយទី5ហ្នឹងគឺទ្រុងគួរតែសាងសង់បណ្ដោយថ្ងៃកើតនិងលិចហើយគួររៀបចំយ៉ាងណាឲ្យសីតុណ្ហភាពក្នុងទ្រុងមានត្រឹមតែ25ទៅ28អង្សាសេសម្រាប់ជ្រូកសាច់ដូចនេះយើងគួរតែដាក់ទែម៉ូម៉ែត្រនៅក្នុងទ្រុងដើម្បីតាមដានសីតុណ្ហភាពបើអាចយើងធ្វើបានយើងគួរតែមានជញ្ជាំងត្រជាក់ឬកង្ហារបក់ខ្យល់ដើម្បីឲ្យទ្រុងមានសីតុណ្ហភាពត្រជាក់ព្រោះអាកាសធាតុកាន់តែមានកម្ដៅឡើងពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសនៅរដូវក្ដៅហើយការគ្រប់គ្រងសីតុណ្ហភាពក្នុងបរិវេណទ្រុងនោះបានត្រឹមត្រូវជាកត្តាសំខាន់ព្រោះសីតុណ្ហភាពបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការលូតលាស់របស់សត្វជ្រូកហើយសម្រាប់មេជ្រូកដែលបំបើកូននិងជ្រូកផ្ដាច់ដោះត្រូវដាក់នៅសីតុណ្ហភាពពី37ទៅ38អង្សាសេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីអាចសួរនៅក្នុង comment បានអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ